ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើបុកកំពើអំពិលខ្ចីចាជាទូទៅបុកកំពើអំពិលខ្ចីបងប្អូនតែងតែឃើញគេបុកហូបជាលក្ខណៈយកកំពឹសឆៅយកមកធ្វើអញ្ចឹងណាតែនាងខ្ញុំអត់ចេះហូបកំពឹសឆៅទេអញ្ចឹងនាងខ្ញុំធ្វើបែបឆ្អិនចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាចំណាយទាំងអស់នេះគឺជាគ្រឿងផ្សំចាគ្រឿងផ្សំមានតែមិនតិចទេបងប្អូនគឺងាយស្រួលរកមែនទែនពុកកំពឹសវិញខ្ញុំបានលាងទឹកសម្អាតកាត់ព្រុយវារួចអស់ហើយខ្ញុំយកវាមកលីងដោយខ្ញុំបានដាក់បន្ថែមនៅស្លឹកក្រូចសើចបន្តិចឲ្យកាត់ឆ្អាបកំពឹសហ្នឹងបងប្អូនហើយខ្ញុំលីងហ្នឹងអត់មានបានដាក់ប្រេងឆាយទេគ្រាន់តែលីងនៅលើខ្ទះតែក្តៅហ្នឹងលីងរហូតតែវាបានឆ្អិនប៉ុណ្ណឹងមកខ្ញុំយកវាទុកម្ល៉េះសិនហើយនេះខ្ញុំបានបុកខ្ទឹមស4កំពឹសហើយម្ទេស3ផ្លែហ្នឹងមានលាយម្ទេសម្លែ1ផ្លែដែរបងប្អូនហើយមានអំពិលហ្នឹង5គួរហ្នឹងដាក់តាមជាក់ស្ដែងណាបងប្អូនហើយកំពឹសមិញហ្នឹងខ្ញុំផ្លេចប្រាប់គឺខ្ញុំមានចំនួន2ខាំណាចាឥឡូវបុកបានបាយប៉ុណ្ណឹងហើយខ្ញុំចាប់ដើមដាក់ប្រហុកអាំងឆ្អិនហ្នឹងចំនួន1លព្រាបាយមកហើយក៏មានស្ករត្នោតកន្លះស្លាបព្រាបាយហើយប៊ីចេង1ស្លាបព្រាកាហ្វេនេះខ្ញុំបានបន្ថែមអំបិលឬទឹកត្រីអីតិចទេណាបងប្អូនដោយសារប្រហុកនោះវាមានរសជាតិប្រៃល្មមហើយអញ្ចឹងខ្ញុំបានបន្ថែមគ្រឿងផ្សំដែលមានរសជាតិប្រៃតិចទេចាំតបបុកច្របល់ឲ្យគ្រឿងផ្សំនោះរលាយហើយនេះខ្ញុំដាក់កំពឹសចូលហើយបន្ថែមម្អមជីរណាហើយនឹងជីនឹងវងចូលមកដើម្បីបន្ថែមក្លិនឈ្ងុយបងប្អូនហើយបុកច្របល់តិចៗឲ្យកំពឹសនឹងវាចូលជាតិបានល្អសិនមកចានេះរួចរាល់ហើយបងប្អូនមុខម្ហូបមួយមុខនេះគឺថារសជាតិឆ្ងាញ់បែបស្រុកស្រែតែទំនងមែនទែនចឹងបងប្អូនអាចសាកល្បងធ្វើហូបបានចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីៗសូមបងប្អូនចុច Follow Page និង Subscribe YouTube Channel របស់នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា